បុណ្យពិសាខបូជាជាបុណ្យប្រពៃណីសាសនាដែលប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់តាំងពីបុរាណកាលមកម្ល៉េះហើយនៅក្នុងប្រទេសកម្ពុជាមានប្រជាជនប្រមាណ 99% ជាអ្នកកាន់សាសនាព្រះពុទ្ធបុណ្យពិសាខបូជានេះត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃ 15 កើតពេញបរមីខែពិសាខជារៀងរាល់ឆ្នាំយើងសង្កេតឃើញថាមានពុទ្ធបរិស័ទជាច្រើនតែងតែជួបជុំគ្នានៅតាមវត្តអារាមដើម្បីប្រារព្ធធ្វើពិធីបុណ្យនេះឡើងយ៉ាងអធិកអធមពិធីបុណ្យនេះធ្វើឡើងដើម្បីរំលឹកដល់នក្ខត្តសម័យកាលទាំង3ទី1គឺរំលឹកទៅដល់ថ្ងៃដែលព្រះអង្គទ្រង់ប្រសូតចាកពីផ្ទៃព្រះមាតាទី2គឺរំលឹកទៅដល់ថ្ងៃដែលព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណទី3រំលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិព្វាននិងជាពិសេសនោះគឺប្រពធ្វើឡើងដើម្បីឆ្លងពុទ្ធសករាជចាស់ផ្លាស់ចូលពុទ្ធសករាជថ្មីមិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងមានប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាលើសកលលោកទាំងអស់ឲ្យតែដល់ថ្ងៃ 15 កើតពេញបរមីខែពិសាខគេតែងនាំគ្នាជំរះកាយវាចាចិត្តឲ្យបរិសុទ្ធហើយនាំគ្នាយកនៅគ្រឿងសក្ការៈផ្សេងមានផ្កាភ្ញីប្រទីបជ្វាលាយកទៅបូជាចំពោះព្រះស្ទូបទីបញ្ចុះព្រះសារីរិកធាតុនិងអតេសកៈចេតិយដែលប្រទេសស្ថានទុកសម្រាប់ជាគ្រឿងសង្កល់ក្នុងវត្តអារាមផ្សេងដើម្បីឧទ្ទិសថ្វាយចំពោះព្រះសម្មាសម្ពុទ្ធដែលទ្រង់ចូលបរិនិព្វានទៅហើយបុណ្យពិសាខបូជាបាទជំរាបសួរអស់លោកស្រីប្រិយមិត្តទស្សនិកជនជាទីមេត្រីបាទឥឡូវនេះខ្ញុំបានមកដល់វិមានឯករាជ្យនៅក្នុងខេត្តព្រះសីហនុហើយបាទគឺជានៅក្នុងកម្មវិធីបុណ្យពិសាខបូជាផងដែរហើយឥឡូវនេះកំពុងតែញាតិញោមពុទ្ធបរិស័ទក៏ដូចជាព្រះសង្ឃកំពុងតែហែបតិសន្ន3ជុំហើយជិតដល់ជុំទី3ដែលកំពុងនឹងឈានចូលមកនៅក្នុងព្រះមួយព្រះអង្គធំនៅក្នុងទីនេះផងដែរបាទខ្ញុំឈ្មោះគ្រូជ័យសម្បត្តិបាទខ្ញុំគឺជាគណៈកម្មការជួយរៀបចំបុណ្យពិសាខបូជានេះដែរហើយបុណ្យនេះគឺឈ្មោះហៅថាបុណ្យពិសាខបូជាគឺគេពុទ្ធបរិស័ទទូទាំងខេត្តព្រះសីហនុយើងក៏ដូចជាទូទាំងប្រទេសកម្ពុជាដែរបានប្រារព្ធធ្វើបុណ្យពិសាខបូជានេះជាបុណ្យមួយធំជាងគេនៅក្នុងពុទ្ធសាសនាគឺជាបុណ្យដែលគេប្រារព្ធធ្វើចំពោះព្រះពុទ្ធដែលព្រះអង្គក្នុងពេលព្រះអង្គមានអក្ខតរិកទាំង3កាលគឺពេលរំលឹកដល់ថ្ងៃដែលព្រះអង្គប្រសូតព្រះអង្គត្រាស់ដឹងនិងព្រះអង្គបរិនិព្វានហើយឆ្នាំនេះគឺបុណ្យពិសាខបូជានេះគេធ្វើធំជាងរាល់ឆ្នាំពីព្រោះថាឯកឧត្តមអភិបាលខេត្តលោកបានប្រកាសទូទាំងខេត្តយើងប្រារព្ធធ្វើបុណ្យនេះគឺក្នុងគោលដៅគម្រប់2006ឆ្នាំនៃការត្រាស់ដឹងរបស់ព្រះពុទ្ធបរមគ្រូផងហើយតាមសពដងគឺជាបុណ្យពិសាខបូជាគឺប្រពធ្វើនៅក្នុងវត្តអនុញ្ញាណគឺធម្មតាប៉ុន្តែលើកនេះថ្នាក់មន្ត្រីអង្គភាពនិងឯកឧត្តមអភិបាលខេត្តអីលោករួមគ្នាធ្វើទាំងអស់គ្នាគឺថាធំណាស់ដោយលោកបានឃើញហើយគឺថាពុទ្ធបរិស័ទមកច្រើនអរគុណបានសុខចម្រើនរីករាយបាទលើបាន